យើងទាំងអស់គ្នាដែលមានអត្តភាពទាំងប្រសងទាំងបព្វជិតទាំងកុហកមានអត្តភាពដើរធ្វើបុណ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងយុគសម័យនេះគឺបានកាលពីអតីតជាតិប្រហែលជាញាតិញោមបានធ្វើបុណ្យមកច្រើនណាស់តាមកាពិតទៅមនុស្សអាយុ100ឆ្នាំមានទុក្ខលំបាកច្រើនណាស់ឃើញទាំងអស់ធ្វើនៅក្នុងផែនដីនេះធ្វើល្អក៏បានធ្វើអាក្រក់ក៏បានមនុស្សគោមនុស្សខ្វាក់មនុស្សថ្លង់ណាមនុស្សស្មោះនឹងគ្នាមនុស្សក្បត់នឹងគ្នាសម្លាប់ឪពុកកូនម្ដាយសម្លាប់ប្តីប្រពន្ធអូច្រើនប្រការណាស់ឃើញទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏យើងមានពុទ្ធធម៌ប្រសង្ឃជាទីពឹងបានស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធយ៉ាងក្រៃលែងជាទីបំផុតបើប្រៀបធៀបក្នុងមនុស្សសម័យមុនក្នុងសម័យពុទ្ធទ្រង់ពនាមវិបស្សីក៏ព្រះអង្គកាលនោះមនុស្សអាយុ100,000ឆ្នាំណាញោមមានព្រះអង្គសម្ដែងមនុស្សរាវចុះរហូតដល់មនុស្សអាយុ100ឆ្នាំមនុស្សអាយុ70ឆ្នាំស្លាប់80ឆ្នាំ50ឆ្នាំ40ឆ្នាំរហូតដល់10ឆ្នាំស្លាប់ថាក្នុងមនុស្សអាយុ100ឆ្នាំហ្នឹងគឺមានបញ្ហាច្រើនណាស់មានកើតចាស់ឈឺស្លាប់ហើយមនុស្សគ្រប់ចម្ពោះតែកើតមានក្នុងលោកីយ៍នេះហើយមានពេលខ្លះសម័យខ្លះក្រោម100ឆ្នាំញោមអត់មានពុទ្ធត្រាស់ដឹងទៀតនិយាយពីរាវចុះឡើងចឹងទៅអត់បានមកធ្វើបុណ្យអត់បានស្ដាប់ធម៌អត់បានធ្វើទានបានអីចឹងទេគឺចន្លោះច្រើនកាត់ច្រើនផែនដីណាដល់ក្នុងសម័យយើងនេះញោមមើលមនុស្សអាយុ100ឆ្នាំឥឡូវបាន70ឆ្នាំថយចុះរាវចុះមកបាននៅសល់តែជា70ចំណាដែលបាន80ជាងគឺអាយុវែងហើយចាត់ទុកថាមានបុណ្យច្រើនណាស់ចឹងហើយបាននៅក្នុងសម័យនេះបាទអាត្មាភាពថាសំណាងមែនទែនទាំងអាត្មាភាពទាំងញោមទាំងអស់ក្នុងស្រុកដែលកើតកលាហលក្នុងស្រុកដែលមានជាតិជាភាពជាទីពិមរណៈក្នុងស្រុកដែលពោពេញទៅដោយទុក្ខផងសុខផងក្នុងស្រុកដែលពោពេញទៅដោយសេចក្តីលំបាកអញ្ចឹងហើយយើងទោះបីជាយើងបានឆ្លងកាត់សង្គ្រាមជាច្រើនមែនក្នុងសម័យមុនប៉ុន្តែក្នុងសម័យនេះយើងបាននៅសន្តិភាពមានសហប្រតិបត្តិការល្អបានធ្វើបុណ្យយ៉ាងសប្បាយពេញទិសទីមានប្រសង់រាប់ម៉ឺនអង្គមានពុទ្ធសាសនាជាទីពឹងទីរលឹកហើយបានចេញទៅក្រៅប្រទេសថ្វាយអង្គមនៅដែនដីព្រះដែនដីសេរីលង្កាផ្សេងៗទាំងអស់កាលពីសម័យមុនអាត្មាភាពធ្លាប់និទានតាំងពីជុំញោមសំបីតាចង់ទៅថ្វាយអង្គមនៅដែនដីព្រះក៏ឆ្លងកាត់មួយហើយសុទ្ធតែដូចជីវិតអត់បានថ្វាយអង្គមម្ដងគេសម្លាប់ចោលក៏សម្លាប់ចោលអញ្ចឹងតាមពុទ្ធសាសនាប្រសូតត្រាស់ដឹងសម្ដែងធម្មចក្របរិនិព្វានហ្នឹងគឺថាអស្ចារ្យណាស់ប៉ុន្តែសម័យនេះអត់មែនអញ្ចឹងទេញាតិញោមទោះណាជាមានសង្គ្រាមពេញសកលលោកក៏ពិតមែនក៏ប៉ុន្តែយើងអាចទៅបានយ៉ាងស្រួលទោះណាជាហូបចុកដេកមិនស្រួលមែនប៉ុន្តែមានសេរីភាពបានទៅថ្វាយអង្គមនៅអ្វីដែលយើងចង់បានអ្វីដែលយើងចង់ធ្វើហើយបានសម្រេចឲ្យបានបំពេញទានសិលនិងភាវនាយ៉ាងក្រៃលែងជាទីបំផុតនៅក្នុងមនុស្សសម័យនេះពិបាកចឹងបើយើងសិក្សាទៅយើងដឹងទៅយើងយល់ទៅញាតិញោមកាន់តែមានទឹកចិត្តរឹងមាំយ៉ាងក្រៃលែងបំពេញហើយបំពេញទៀតបានន័យថាមួយជាតិនេះញាតិញោមសង្ឃឹមចោះតទៅអនាគតជាតិញាតិញោមមើលគ្រាន់តែក្របស្វាយមកក្របតើយើងទទួលផលប៉ុណ្ណាហ្នឹងហៅថាទ្រព្យធម្មតាទេណាហើយចុះអរិយទ្រព្យមិនធម្មតាវិញ$1ញោមនឹងបានប្រហែលទៅបានប្រមាណកោត$ទេបងត្រឡប់មកវិញនោះទី1ទី2ហើយយកបាន1000 10000 100,000នោះមិនដឹងបានប្រមាណកោតមិនថាលុយលេងនិយាយមាសប្រាក់លេងនិយាយពីរឿងសេចក្តីសុខនៅឋានទេវលោកវិញខ្ញុំយកមើលមានតែខ្លះគ្រាន់តែចិត្តរីករាយចេះថ្លាបានតកើតជាភូមិទេវតាបានតកើតជាទេវតាថ្នាក់ចតុមហារាជការមានអាយុខ្ញុំមើល50ឆ្នាំអត់ទេមួយយប់មួយថ្ងៃពួកគេស្មើនឹង50ឆ្នាំនៃមនុស្សគឺគាត់តែជ្រះថ្លាពេកណាហើយបានលើសពីនោះបានទៀតយកចូលទានសិលភាវនាមានគ្រឿងឧបភោគគ្រឿងបរិភោគឧបត្ថម្ភប្រសងយ៉ាងទៀតបានតកើតក្នុងឋាននៅនោះទៀតទៅដល់តាវតឹងមួយយប់មួយថ្ងៃវាស្មើនឹង100ឆ្នាំនៃមនុស្សឃើញទេបានចេញពីឋានតាវតឹងទៅទៀតមានយាមវាមួយយប់មួយថ្ងៃវាស្មើនឹង200ឆ្នាំនៃមនុស្សហើយចេញពីនឹងទៅទៀតទៅឋានទុសិតមួយយប់មួយថ្ងៃស្មើនឹង400ឆ្នាំនៃមនុស្សឃើញទេបានចេញពីឋានទុសិតទៅទៀតទៅឋាននិមរដីមួយយប់មួយថ្ងៃស្មើនឹង800ឆ្នាំហើយចេញពីនិមរដីទៅដល់បរៈនិមិត្តបសឧតីមួយយប់មួយថ្ងៃស្មើនឹង1600ឆ្នាំឃើញទេបងមួយយប់មួយថ្ងៃទៀតហើយបានទៅដល់ឋានព្រំនិយាយពីព្រំដែលបាននៅបឋមឈានមានបរិសញ្ជាព្រំមានបរហិតព្រំ
miền mà hà promจะđáp nhận giống tức làประสาทเชียร์พร้อมบ้านอายุเปียกระดาษทันใดcái gì đó vào hạt prom banอายุเชียงเปียจะbanเปียกระดาษทันใดบอกอย่างบ้านในทาปรุงตีมวยแต่บ้านกับทอมเชียงบ้านมวยเพียใบนั่นดอปราหัดปรุงบ้านเปียกระดาษทันใดดอมาหาปรุงเนี่ยแต่ตอนเราตอนนี้บ้านอายุมวยทันใดถูกไหมเนี่ย